ชีวิตពិតជាត្រូវការសុភមង្គលតើយើងស្វែងរកសុភមង្គលក្នុងទីណាទៅនៅក្នុងសម័យថ្ងៃមួយក្នុងធម្មទេសនាចុងក្រោយនៅនាទីក្រុងសាវត្ថីព្រះពុទ្ធអង្គទ្រង់បានបន្តនៅព្រះធម៌ទេសនាដោយទ្រង់មានព្រះបន្ទូលថា The true happiness can be realized in this very life, especially when you observe the following 10 rules មានន័យថាសុភមង្គលពិតប្រាកដអាចកើតមាននៅក្នុងជីវិតនេះឯងជាពិសេសនៅពេលដែលអ្នកប្រតិបត្តិតាមនៅវិធានទាំង10ប្រការដូចខាងក្រោមនេះអ្នកនឹងទទួលបាននូវសុភមង្គលពិតប្រាកដទី1 foster relations with the people of virtue and avoid the path of degradation ជំរុញទំនាក់ទំនងជាមួយនឹងមនុស្សដែលប្រកបដោយគុណធម៌ខ្សែគប់តែនឹងជនជាសប្បុរសព្រោះថាមនុស្សមានគុណធម៌និងជនជាសប្បុរសតែងតែដឹកនាំយើងឲ្យធ្វើល្អតែងតែនាំយើងទៅរកផ្លូវត្រូវជានិច្ចនិងព្យាយាមជៀសឲ្យផុតអំពីមាគ៌ានៃការប្រព្រឹត្តអំពើថោកទាបការប្រព្រឹត្តអំពើអបាយមុខផ្សេងដែលជាហេតុនាំឲ្យជីវិតនេះអាប់អោនទី2 live in an environment that is conducive to spiritual practice and builds a good character រស់នៅក្នុងបរិយាកាសដែលអំណោយផលដល់ការដុសខាត់ផ្នែកស្មារតីនិងការកសាងចរិយាធម៌ល្អការដុសខាត់ស្មារតីការពង្រឹងសមត្ថភាពស្មារតីគឺជាការងារដ៏សំខាន់របស់មនុស្សម្នាក់ៗដែលត្រូវធ្វើការសាងអំពើល្អជាប្រចាំក៏ចាត់ទុកថាជារឿងសំខាន់ដែលមនុស្សគ្រប់រូបត្រូវគិតទី3 foster opportunities to learn more about the Dhamma, the precept, and your own traits in greater depth បង្កើតឱកាសដើម្បីឆ្វេងយល់បន្ថែមអំពីព្រះធម៌សិក្សានៅសិក្ខាបទនៃជីវិតពោលគឺសិល5និងព្យាយាមឆ្វេងយល់អំពីជំនួញផ្ទាល់ខ្លួនរបស់អ្នកឲ្យកាន់តែស៊ីជម្រៅទី4 Take time to care well for your parents, spouse and children ចូលឆ្លៀតពេលមើលថែទាំឪពុកម្ដាយរបស់អ្នកបានល្អយកចិត្តទុកដាក់ចំពោះប្តីប្រពន្ធនិងកូនចៅរបស់អ្នកឲ្យបានល្អជាទីបំផុតទី5 Share time